តើអ្នកធ្លាប់ឆ្ងល់ទេថាអ្វីទៅជាភាពខុសគ្នារវាងរូបកាយព្រលឹងនិងវិញ្ញាណតើអ្នកដឹងថាព្រះគម្ពីរបង្ហាញអាថ៌កំបាំងដែលលាក់កំបាំងអំពីទំនាក់ទំនងនេះទេនៅក្នុងវីដេអូនេះយើងនឹងស្រាយចម្ងល់ពីភាពខុសប្លែកទាំងនោះហើយស្វែងយល់ពីមុខងារពិសេសនៃផ្នែកនីមួយនៃការរស់នៅរបស់យើងយោងទៅតាមបទគម្ពីរត្រៀមខ្លួនដើម្បីមើលអត្ថភាពរបស់អ្នកពីទស្សនៈថ្មីតើអ្នកដឹងថាគម្ពីរបែងចែកយ៉ាងច្បាស់រវាងរូបកាយព្រលឹងនិងវិញ្ញាណជាផ្នែកដាច់ដោយឡែកពីគ្នានៃមនុស្សទេទោះបីជារឿយយើងប្រើព្រលឹងនិងវិញ្ញាណជាស្ទីសនីក៏ដោយក៏បទគម្ពីរបង្ហាញថាពួកគេមានភាពខុសគ្នាហើយការយល់ដឹងពីភាពខុសគ្នានេះអាចផ្លាស់ប្ដូរជីវិតខាងវិញ្ញាណរបស់យើងប៉ុលបាននិយាយនៅក្នុងថៃសាឡូនីកទី 1:5 ថាព្រះបានញែករូបកាយវិញ្ញាណព្រលឹងនិងរូបកាយរបស់អ្នកជាបរិសុទ្ធការបង្ហាញលំដាប់ដ៏ទេវភាពវិញ្ញាណគឺជាផ្នែកដែលភ្ជាប់ជាមួយព្រះព្រលឹងគឺជាមជ្ឈមណ្ឌលនៃគំនិតអារម្មណ៍និងការសម្រេចចិត្តហើយរូបកាយជាឧបករណ៍សម្រាប់រស់នៅក្នុងពិភពលោកហើយព្រឺ 4:12 បញ្ជាក់ថាព្រះបន្ទូលរបស់ព្រះជ្រាបចូលសំបីតែការបែងចែកព្រលឹងនិងវិញ្ញាណដោយបញ្ជាក់ថាវាខុសពីគ្នាហើយពេលខ្លះមានជម្លោះនេះពន្យល់ពីការតស៊ូខាងក្នុងរវាងការចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះនិងការទប់ទល់នឹងអារម្មណ៍ឬផ្លូវចិត្តនៅក្នុងលោកុប្បត្តិ 2:7 ព្រះបង្កើតរូបកាយពីធូលីដីដកដង្ហើមដោយវិញ្ញាណហើយដូច្នេះព្រលឹងរស់មួយបានកើតមកដែលបង្ហាញពីការបង្កើតត្រីភិក្ខីនៃមនុស្សការយល់ដឹងអំពីចនាសម្ព័ន្ធនេះគឺមានសារៈសំខាន់សម្រាប់ការរស់នៅប្រកបដោយតុល្យភាពនៅពេលដែលយើងផ្ដល់អាទិភាពដល់វិញ្ញាណព្រលឹងនិងរូបកាយតម្រឹមនាំទៅរកភាពពេញលេញនៅផ្នែកបន្ទាប់យើងនឹងស្វែងយល់ពីតួនាទីរបស់រូបកាយនិងរបៀបថែទាំវាស្របតាមព្រះបន្ទូលរបស់ព្រះតើអ្នកធ្លាប់ឆ្ងល់ទេថាអ្វីទៅជាគោលបំណងពិតរបស់រាងកាយអ្នកគឺលើសពីរាងកាយព្រះគម្ពីរបង្ហាញយើងថារូបកាយមិនត្រឹមតែជារូបកាយប៉ុណ្ណោះទេប៉ុន្តែជាព្រះវិហារបរិសុទ្ធដែលត្រូវតែមើលថែនិងគោរពប៉ុលរំលឹកយើងថារូបកាយរបស់យើងជាព្រះវិហារបរិសុទ្ធនៃព្រះវិញ្ញាណបរិសុទ្ធហើយថាយើងត្រូវតែលើកតម្កើងព្រះនៅក្នុងនោះនេះមានន័យថារូបកាយជាយានជំនិះដែលយើងប្រើដើម្បីធ្វើអន្តរកម្មជាមួយពិភពលោកប៉ុន្តែក៏ជាឧបករណ៍ដែលព្រះចង់ប្រើសម្រាប់សេរីល្អរបស់ទ្រង់ដែរទោះជាយ៉ាងណាក៏ដោយរូបកាយក៏មានដែនកំណត់និងទទួលរងនៅអំពើពុករលួយដែលបណ្ដាលមកពីអំពើបាបដែលបង្កើតនៅសេចក្តីប្រាថ្នានិងតណ្ហាដែលអាចទាញវាចេញពីការគ្រប់គ្រងខាងវិញ្ញាណកាឡាទី 5:17 និយាយថាសាច់ឈាមប្រាថ្នាអ្វីដែលផ្ទុយនឹងវិញ្ញាណដោយបង្ហាញពីភាពតានតឹងឥតឈប់ឈររវាងទំនោរខាងរូបកាយនិងជីវិតខាងវិញ្ញាណរបស់យើងនោះហើយជាមូលហេតុដែលវាចាំបាច់ណាស់ក្នុងការដាក់រូបកាយទៅតាមព្រះហឫទ័យរបស់ព្រះនិងមិនអនុញ្ញាតឲ្យមានសេចក្តីប្រាថ្នាខាងរូបកាយមកគ្រប់ដណ្ដប់លើការសម្រេចចិត្តរបស់យើងការថែរក្សារាងកាយរួមមានការរស់នៅប្រកបដោយសុខភាពការប្រៀនប្រដៅនៅអារម្មណ៍របស់យើងនិងការប្រើប្រាស់រាងកាយជាការលះបង់ជីវិតនៅពេលដែលយើងសម្រេចបាននូវការចុះចូលនេះរាងកាយនឹងក្លាយជាសម្ព័ន្ធមិត្តដើម្បីរស់នៅក្នុងតុល្យភាពជាមួយនឹងព្រលឹងនិងវិញ្ញាណជាឧបសគ្គធ្លាប់មានអារម្មណ៍បែកគ្នាទេដូចជាប្រសិនបើផ្នែកមួយនៃអ្នកចង់ធ្វើអ្វីដែលត្រឹមត្រូវប៉ុន្តែមួយទៀតបញ្ចប់ដោយជ្រើសរើសផ្ទុយវាកើតឡើងនៅក្នុងព្រលឹងគឺជាផ្នែកដែលមើលមិនឃើញរបស់អ្នកដែលចិត្តអារម្មណ៍នឹងស្នាក់នៅវាជាកន្លែងដែលអ្នកគិតសម្រេចចិត្តមានអារម្មណ៍និងសុបិនមនុស្សជាច្រើនជឿថាព្រលឹងគឺដូចគ្នានឹងវិញ្ញាណប៉ុន្តែគម្ពីរបង្ហាញថាពួកគេខុសគ្នាព្រលឹងគឺជាមជ្ឈមណ្ឌលនៃអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកតើអ្វីធ្វើឲ្យអ្នកដឹងខ្លួនឯងវាជាកន្លែងដែលការចងចាំរបួសការភ័យខ្លាចនិងការចង់បានរបស់អ្នកត្រូវបានរក្សាទុកនៅពេលដែលព្រះបាទដាវីតស្រែកឡើងក្នុងទំនុកដំកើងថាអព្រលឹងឲ្យហេតុអ្វីបានជាអ្នកធ្លាក់ទឹកចិត្តគាត់មិនបាននិយាយអំពីរូបកាយឬវិញ្ញាណរបស់គាត់ទេប៉ុន្តែអំពីផ្នែកនៃគាត់ដែលមានទុក្ខព្រួយច្របូកច្របល់និងគ្មានទិសដៅព្រលឹងគឺជាសមរភូមិទូទៅបំផុតនៅក្នុងជីវិតមនុស្សជម្លោះផ្ទៃក្នុងបញ្ហាសីលធម៌ការតស៊ូផ្លូវចិត្តត្រូវបានប្រយុទ្ធនៅទីនោះវាស្ថិតនៅក្នុងព្រលឹងដែលយើងសម្រេចចិត្តស្ដាប់បង្គាប់ឬមិនស្ដាប់បង្គាប់ទុកចិត្តឬសង្ស័យស្រឡាញ់ឬធ្វើឲ្យចិត្តយើងរឹងរូស
ព្រះគម្ពីរផ្ដល់ឧទាហរណ៍ច្បាស់លាស់ជាច្រើនអំពីមុខងាររបស់ព្រលឹងព្រះយេស៊ូវមានបន្ទូលថាព្រលឹងខ្ញុំមានទុក្ខព្រួយរហូតដល់ស្លាប់បង្ហាញថាព្រលឹងអាចជួបនឹងទុក្ខព្រួយយ៉ាងខ្លាំងទោះជាវិញ្ញាណនៅរឹងមាំក៏ដោយរ៉ូម7ក៏បង្ហាញពីរបៀបដែលចិត្តដែលជាផ្នែកនៃព្រលឹងអាចប្រាថ្នាចង់ធ្វើល្អប៉ុន្តែត្រូវបានទាញដោយកម្លាំងជំរុញផ្សេងទៀតមុខងារសំខាន់របស់ព្រលឹងគឺដឹកនាំការសម្រេចចិត្តរបស់យើងនិងឆ្លើយតបទៅនឹងអ្វីដែលនៅជុំវិញយើងតាមរយៈចិត្តយើងវែកញែកតាមរយៈអារម្មណ៍យើងមានអារម្មណ៍និងតាមរយៈឆន្ទៈយើងធ្វើសកម្មភាពទោះជាយ៉ាងណាក៏ដោយនៅពេលដែលព្រលឹងមិនត្រូវបានតម្រឹមជាមួយវិញ្ញាណនោះវាងាយធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់និងភាពច្របូកច្របល់ជាញឹកញយយើងព្យាយាមបំពេញភាពទេរបស់ព្រលឹងជាមួយនឹងវត្ថុខាងក្រៅទំនាក់ទំនងការសម្រេចបានភាពរីករាយប៉ុន្តែគ្មានអ្វីដែលធ្វើឲ្យវាពេញចិត្តនោះទេព្រោះវាត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងដោយវិញ្ញាណនិងដឹកនាំដោយព្រះព្រលឹងត្រូវតែផ្លាស់ប្ដូរនោះហើយជាមូលហេតុដែលរ៉ូម12និយាយថាក៏ត្រូវបានផ្លាស់ប្ដូរដោយការកែប្រែគំនិតរបស់អ្នកឡើងវិញការបន្តនោះមិនកើតឡើងក្នុងរូបកាយឬវិញ្ញាណទេប៉ុន្តែនៅក្នុងចិត្តជាផ្នែកដ៏សំខាន់នៃព្រលឹងហើយការផ្លាស់ប្ដូរនោះកើតឡើងនៅពេលដែលយើងបង្ហាញព្រលឹងយើងចំពោះសេចក្តីពិតនៃព្រះបន្ទូលហើយអនុញ្ញាតឲ្យវិញ្ញាណបរិសុទ្ធធ្វើជារូបរាងវាឥឡូវនេះប្រសិនបើរូបកាយគឺជាអ្វីដែលយើងប្រើដើម្បីធ្វើអន្តរកម្មជាមួយពិភពរូបវន្តហើយព្រលឹងគឺជាកន្លែងដែលយើងសម្រេចចិត្តមានអារម្មណ៍និងគិតថាអ្វីជាវិញ្ញាណហេតុអ្វីបានជាព្រះគម្ពីរផ្ដល់សារៈសំខាន់យ៉ាងខ្លាំងហើយលើកឡើងជាមុនតាមលំដាប់ដ៏ទេវភាពឥឡូវនេះចូលយើងស្វែងយល់ពីគោលបំណងដ៏ជ្រាលជ្រៅបំផុតនៃវិញ្ញាណរបស់មនុស្សហើយបើគ្មានវាជីវិតខាងវិញ្ញាណគឺមិនអាចទៅរួចទេតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីសូម្បីតែអ្វីខាងក្រៅមើលទៅល្អប៉ុន្តែអ្នកនៅតែមានអារម្មណ៍ថាទេគ្មានអ្វីអាចបំពេញបានលំហនោះមិនអាចព្រលឹងបានទេព្រោះវាជារបស់វិញ្ញាណវិញ្ញាណគឺជាផ្នែកដ៏ជ្រៅបំផុតរបស់មនុស្សផ្នែកដែលត្រូវបានរចនាឡើងជាពិសេសដើម្បីឲ្យមានទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះខណៈពេលដែលរូបកាយភ្ជាប់យើងទៅនឹងពិភពរូបវន្តនិងព្រលឹងទៅនឹងអារម្មណ៍និងគំនិតរបស់យើងវិញ្ញាណភ្ជាប់យើងទៅនឹងពិភពខាងវិញ្ញាណវាស្ថិតនៅក្នុងស្មារតីដែលការកើតថ្មីកើតឡើងដូចដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងយ៉ូហាន3:5អ្វីដែលកើតពីសាច់ឈាមគឺជាសាច់ហើយអ្វីដែលកើតពីវិញ្ញាណគឺជាវិញ្ញាណនេះមានន័យថាយើងមិនអាចតាក់ទងនឹងព្រះតាមរយៈរូបកាយឬគ្រាន់តែចិត្តឬអារម្មណ៍នោះទេយើងត្រូវការព្រលឹងរស់មុននឹងទទួលព្រះគ្រីស្ទវិញ្ញាណរបស់យើងត្រូវបានបំបែកចេញពីព្រះដូចជាដេកលក់ឬស្លាប់ខាងវិញ្ញាណអេផេសូ2:1បញ្ជាក់យ៉ាងច្បាស់ហើយទ្រង់បានប្រោសអ្នកឲ្យរស់ឡើងវិញដែលបានស្លាប់ដោយការរំលងនឹងអំពើបាបតើការស្លាប់មានន័យដូចម្តេចការផ្ដាច់ទំនាក់ទំនងខាងវិញ្ញាណប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធប៉ះយើងទ្រង់ដាស់វិញ្ញាណរបស់យើងនាំវាឲ្យរស់ឡើងវិញហើយចាប់ផ្ដើមការផ្លាស់ប្ដូរពីខាងក្នុងមកខាងក្រៅវាគឺនៅក្នុងស្មារតីដែលការរួបរួមពិតជាមួយព្រះកើតឡើងយ៉ូហាន4:24ចែងថាព្រះទ្រង់ជាវិញ្ញាណហើយអស់អ្នកដែលថ្វាយបង្គំទ្រង់ត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតនេះមិនមែនគ្រាន់តែជាកាយវិការឬអារម្មណ៍ប៉ុណ្ណោះទេវាជាទំនាក់ទំនងដ៏ស៊ីជម្រៅពីខាងក្នុងបំផុតវិញ្ញាណមានមុខងារសំខាន់វាផ្ដល់ឲ្យយើងនូវការយល់ដឹងអំពីភាពអស់កលឹបជានិច្ចអនុញ្ញាតឲ្យយើងស្វែងយល់ពីរឿងខាងវិញ្ញាណនិងជំរុញយើងឲ្យស្វែងរកព្រះលើសពីអ្វីដែលយើងអាចយល់ដោយចិត្តរបស់យើងឬមានអារម្មណ៍ដោយដួងចិត្តរបស់យើងតាមរយៈវិញ្ញាណយើងទទួលបានវិវរណៈការណែនាំនិងការជឿជាក់រ៉ូម8:15ចែងថាវិញ្ញាណខ្លួនឯងធ្វើបន្តដោយវិញ្ញាណយើងថាយើងជាកូនរបស់ព្រះនោះមានន័យថាការធានានៅអត្តសញ្ញាណខាងវិញ្ញាណរបស់យើងមិនកើតចេញពីតវិជ្ជាឬអារម្មណ៍ទេប៉ុន្តែមកពីទំនាក់ទំនងផ្ទាល់រវាងវិញ្ញាណរបស់ព្រះនិងវិញ្ញាណរបស់មនុស្សរបស់យើងបញ្ហាធំគឺថាមនុស្សជាច្រើនរស់នៅជាមួយនឹងស្មារតីអសកម្មមិនយកចិត្តទុកដាក់ឬមិនអើពើពួកគេត្រូវបានដឹកនាំដោយអ្វីដែលពួកគេត្រូវបានដឹកនាំដោយអ្វីដែលពួកគេមានព្រលឹងឬដោយអ្វីដែលពួកគេប្រាថ្នាចង់បានរូបកាយប៉ុន្តែមិនមែនដោយអ្វីដែលព្រះមានបន្ទូលទៅកាន់វិញ្ញាណរបស់ពួកគេទេ
នោះហើយជាមូលហេតុដែលពួកគេរស់នៅក្នុងភាពច្របូកច្របល់ការខកចិត្តឬភាពទេទោះបីជាពួកគេហាក់ដូចជាមានអ្វីគ្រប់យ៉ាងក៏ដោយដំណោះស្រាយគឺអនុញ្ញាតឲ្យវិញ្ញាណគ្រប់គ្រងដោយដាក់វានៅក្នុងទីតាំងត្រឹមត្រូវខាងលើព្រលឹងនិងរូបកាយពេលនោះកើតឡើងជីវិតក៏ធ្លាក់ទៅក្នុងលំដាប់តាមការរចនាដ៏ទេវភាពហេតុអ្វីបានជាមនុស្សជាច្រើនសូម្បីតែអ្នកជឿមានអារម្មណ៍ថាជីវិតខាងវិញ្ញាណរបស់ពួកគេមិនរីកចម្រើនទោះបីជាការអធិស្ឋានអានព្រះគម្ពីរនិងទៅព្រះវិហារក៏ដោយចម្លើយប្រហែលជាលាក់កំបាំងដែលព្រះគម្ពីរបានបើកបង្ហាញប៉ុន្តែមានមនុស្សតិចណាស់ដែលបង្រៀនអំពីលំដាប់លំដោយត្រឹមត្រូវរបស់មនុស្សស្របតាមការរចនារបស់ព្រះលំដាប់នោះគឺវិញ្ញាណព្រលឹងនិងរូបកាយមិនមែនរូបកាយព្រលឹងនិងវិញ្ញាណទេសេចក្តីលម្អិតនេះបានរៀបរាប់នៅក្នុងថៃសាឡូនីកទី1:5-23មិនមែនជារឿងចៃដន្យទេព្រះបានកំណត់ថាវិញ្ញាណគួរគ្រប់គ្រងព្រលឹងគួរចោះចូលនឹងវិញ្ញាណហើយរូបកាយគួរស្ដាប់តាមជាឧបករណ៍ពេលបញ្ជានោះត្រូវបានត្រឡប់វិញយើងចាប់ផ្ដើមរស់នៅថយក្រោយដឹកនាំដោយសេចក្តីប៉ងប្រាថ្នាខាងរាងកាយឬអារម្មណ៍ដែលប្រែប្រួលជំនួសឲ្យការដឹកនាំនៃវិញ្ញាណរបស់ព្រះអាថ៌កំបាំងដែលលាក់ទុកគឺថាជាច្រើនដងដែលយើងរស់នៅគ្រប់ដណ្ដប់ដោយរូបកាយឬព្រលឹងយើងធ្វើការសម្រេចចិត្តដោយផ្អែកលើអ្វីដែលយើងមានអារម្មណ៍ឬការប៉ងប្រាថ្នាមិនមែនលើអ្វីដែលវិញ្ញាណបើកសម្ដែងនោះទេហេតុនេះហើយបានជាគ្រីស្ទសាសនិកខ្លះមានអារម្មណ៍ខកចិត្តពួកគេដឹងការពិតប៉ុន្តែហាក់ដូចជាមិនអាចរស់នៅបានដោយសារតែការពិតមិនអាចរស់នៅបានតាមរយៈអារម្មណ៍ឬតវិជ្ជានោះទេគឺមានតែតាមរយៈវិញ្ញាណប៉ុណ្ណោះរ៉ូម8:5 សង្ខេបការមានចិត្តខាងសាច់ឈាមគឺជាសេចក្តីស្លាប់ប៉ុន្តែការមានចិត្តខាងវិញ្ញាណគឺជាជីវិតនិងសន្តិភាពជីវិតនិងសន្តិភាពដែលមនុស្សជាច្រើនស្វែងរកមិនត្រូវបានរកឃើញដោយការផ្លាស់ប្ដូរកាលៈទេសៈខាងក្រៅទេប៉ុន្តែដោយការស្ដារសណ្ដាប់ធ្នាប់ខាងក្នុងឡើងវិញនៅពេលដែលវិញ្ញាណយកកន្លែងដឹកនាំដ៏ត្រឹមត្រូវរបស់ខ្លួនព្រលឹងចាប់ផ្ដើមជាថ្មីហើយរាងកាយត្រូវបានព្រានប្រដៅប៉ុន្តែបើព្រលឹងឬរូបកាយគ្រប់គ្រងនោះវិញ្ញាណត្រូវគៀបសង្កត់មិនអាចដឹកនាំជីវិតបាននេះពន្យល់ពីមូលហេតុដែលនរណាម្នាក់អាចដឹងថាអ្វីដែលត្រឹមត្រូវប៉ុន្តែខ្វះកម្លាំងដើម្បីធ្វើវាវិញ្ញាណមានភាពស្រអាប់ហើយព្រលឹងឬរូបកាយគ្រប់គ្រងហេតុនេះហើយបានជាប៉ុលបាននិយាយថាខ្ញុំព្រានប្រដៅរូបកាយរបស់ខ្ញុំហើយដាក់ចុះចូលគាត់យល់ថារូបកាយត្រូវតែដាក់ចូលហើយព្រលឹងត្រូវនឹងវិញ្ញាណអាថ៌កំបាំងព្រះគម្ពីរនេះនាំយើងទៅរកការហៅជាបន្ទាន់ដើម្បីរស់នៅពីខាងក្នុងសូមឲ្យវិញ្ញាណដែលពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលលើចិត្តអារម្មណ៍និងការសម្រេចចិត្តរបស់យើងសូមឲ្យព្រលឹងដែលបានកើតឡើងវិញដឹកនាំរូបកាយឲ្យប្រព្រឹត្តតាមការគោរពប្រតិបត្តិមានតែពេលនោះទេដែលយើងទទួលបានបទពិសោធន៍ជីវិតគ្រីស្ទានពិតស៊ីជម្រៅនិងមានស្ថិរភាពវាមិនមែននិយាយអំពីសាសនាទេវានិយាយអំពីការបំផ្លែងខាងក្នុងដែលបន្ទាប់មកប៉ះពាល់ដល់អ្វីទាំងអស់ពីខាងក្រៅមុននឹងយើងបន្តកុំភ្លេច Subscribe ដើម្បីកុំឲ្យខកខានមាតិកាច្រើនទៀតបែបនេះវិធីនោះអ្នកនឹងតែងតែទទួលបានព័ត៌មានថ្មីអំពីវីដេអូនាពេលខាងមុខរបស់យើងឥឡូវនេះចូលបន្តទៅមុខទៀត